គុំយកលេសថាមិនចេះធ្វើសូម្បីអ្នកដែលជោគជ័យបំផុតនៅលើពិភពលោកពួកគាត់ក៏ចាប់ផ្ដើមពីមិនចេះធ្វើដូចគ្នាជាក់ស្ដែងរបស់មនុស្សយើងអ្នកណាក៏មានក្តីសុបិនហើយក្តីសុបិនទាំងអស់នោះភាគច្រើនក៏ធំទាំងអស់តែយើងមកមើលថាហេតុអ្វីបានជាមនុស្សដែលមានក្តីសុបិនធំទាំងអស់នោះពួកគាត់មិនព្រមដាក់ដៃធ្វើតែក៏មានលេសម្យ៉ាងដែលយើងជួបច្រើនបំផុតនោះគឺមិនចេះធ្វើតែប្រសិនបើយើងសង្កេតមើលឲ្យល្អមិនថាអ្នកដែលទៅតែចាប់ផ្ដើមធ្វើដំណើរការទៅមុខហើយឬក៏អ្នកដែលជោគជ័យបំផុតនៅលើពិភពលោកក៏ដោយពួកគាត់ទាំងអស់នោះគឺមានជំហានដំបូងដូចគ្នាហើយចំណុចដំបូងដែលពួកគាត់ជួបនោះគឺមិនចេះធ្វើបើយើងគិតឲ្យជ្រៅទៅទៀតយើងសាកគិតមើលថាតើពីមុន Bill Gates គាត់អាចចេះសរសេរ program ទេថាតើ Steve Jobs ពីមុនចេះបង្កើតទូរស័ព្ទដៃបានភ្លាមទេថាតើ Jack Ma ពីមុនចេះបង្កើត Alibaba ដោយខ្លួនឯងភ្លាមទេឬសូម្បីតែ Cristiano Ronaldo Messi ដែលជាកំពូលបាល់ទាត់នៅលើពិភពលោកពីមុនឡើយក៏ពួកគាត់មិនចេះទាត់បាល់ដូចគ្នាសូម្បីតែខ្ញុំផ្ទាល់ពីមុនឡើយក៏ខ្ញុំមិនដែលចេះធ្វើ content តែមកដល់ពេលបច្ចុប្បន្នគឺមានអ្នក follow រហូតដល់រាប់សែននាក់ហើយខ្ញុំក៏ទើបតែដឹងខ្លួនឯងថាខ្ញុំអាចធ្វើ content បានល្អខ្ញុំអាចបង្រៀនអ្នកដទៃឲ្យទទួលបាននូវលទ្ធផលល្អទើបតែ1ឆ្នាំ2ឆ្នាំនេះដូចគ្នាដូច្នេះហើយខ្ញុំចង់ប្រាប់បងប្អូនថាមិនថាអ្នកណាក៏ដោយដែលពួកគាត់អាចទទួលបាននៅភាពជោគជ័យនៅក្នុងជីវិតរបស់គាត់ឬក៏អ្នកដែលជោគជ័យបំផុតនៅលើពិភពលោកគឺគាត់មានថ្ងៃមួយដែលគាត់នឹងមិនចេះធ្វើនៅពេលដែលខ្ញុំនិយាយមកដល់នៅត្រង់ចំណុចនេះបងប្អូនអាចជាមានអារម្មណ៍មួយថាពួកគាត់អាចជាមានទេពកោសល្យតាំងពីកំណើតតែទោះបីជាគាត់មានទេពកោសល្យតាំងពីកំណើតក៏ដោយក៏ពួកគាត់គឺមានថ្ងៃមួយដែលពួកគាត់នឹងមិនចេះធ្វើដូចគ្នាហើយចំពោះទេពកោសល្យនេះគឺខ្ញុំចង់ឲ្យបងប្អូនយល់ថាវាគ្រាន់តែជាវិជ្ជាជីវៈមួយដែលពួកគាត់អាចអភិវឌ្ឍខ្លួនលឿនជាងអ្នកដទៃតែបានន័យថាគឺយើងចាប់ផ្ដើមពីចំណុចមិនចេះធ្វើដូចគ្នាដូច្នេះហើយខ្ញុំចង់សរុបឲ្យបងប្អូនដូចនេះថាការមិនចេះធ្វើគឺជាចំណុចនៃការចាប់ផ្ដើមរបស់មនុស្សគ្រប់គ្នានៅលើโลกនេះដោយគ្មានករណីលើកលែងរួមទាំងខ្លួនរបស់អ្នកទាំងអស់គ្នាដែលកំពុងតែស្ដាប់វីដេអូមួយនេះហើយខ្ញុំចង់សួរសំណួរទៅកាន់បងប្អូនថាបើយើងមិនចាប់ផ្ដើមពីចំណុចដែលយើងមិនចេះធ្វើថាតើយើងចង់ចាប់ផ្ដើមពីចំណុចណាដូច្នេះហើយបងប្អូនទាំងអស់គ្នាត្រូវចាំថាកុំយកលេសពាក្យថាមិនចេះធ្វើឲ្យជីវិតបងប្អូនមិនអាចអភិវឌ្ឍទៅមុខដូចបើកឡានជាប់នឹងភ្លើងស្តុបដែលកំពុងក្រហមតែឲ្យបងប្អូនមកប្រាប់ខ្លួនឯងថានោះគឺជាភ្លើងស្តុបពណ៌ខៀវដែលធ្វើឲ្យបងប្អូនដើរទៅមុខជានិច្ចពីព្រោះវាជាចំណុចនៃការចាប់ផ្ដើមរបស់មនុស្សដែលអាចធំធេងបំផុតនៅលើពិភពលោកយើងនេះបងប្អូនសាកគិតមើលថានៅពេលដែលយើងកើតមកភ្លាមសួរថាយើងចេះដើរភ្លាមទេយើងអត់ចេះទេត្រូវអត់គឺយើងត្រូវតែមានការហ្វឹកហាត់នៅក្នុងការដើរទើបធ្វើឲ្យយើងចេះដើរនៅពេលដែលយើងកើតមកភ្លាមយើងចេះជិះកង់ភ្លាមវាក៏ឆ្លងកាត់ការប៉ះទង្គិចការដួលទើបធ្វើឲ្យយើងចេះជិះកង់ដូច្នេះហើយពាក្យថាមិនចេះធ្វើគឺវាអត់មានទេបងប្អូនគឺវាមានតែពាក្យថាយើងមិនទាន់បានហ្វឹកហាត់នៅក្នុងការធ្វើវា Cristiano Ronaldo គាត់បាននិយាយថាកាលដែលគាត់ទាត់ free kick ដែលល្អបែបនេះគឺគាត់បានហ្វឹកហាត់នៅក្នុងការទាត់ free kick បន្ទាប់ពីក្រុមការងាររបស់គាត់ឈប់សម្រាកគាត់ហ្វឹកទាត់ក្នុងមួយថ្ងៃមិនក្រោម 1000 ដងដូច្នេះហើយថ្ងៃនេះប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនទាន់ចេះធ្វើវាអ្នកត្រូវតែចាប់ផ្ដើមនៅក្នុងការធ្វើវាពីពេលនេះប្រសិនបើយើងចាប់ផ្ដើមនៅក្នុងការចេញមកហ្វឹកហាត់មុនព្រោះធាតុពិតមិនថាអ្នកមានអ្នកដែលល្បីល្បាញនៅលើโลกនេះអ្នកដែលជោគជ័យបំផុតក៏ដោយនៅលើโลกនេះគឺពួកគាត់ទាំងអស់នោះគឺបានចាប់ផ្ដើមពីចំណុចនៃការមិនចេះធ្វើពីមុនដោយតែអ្នកដែលមិនចេះធ្វើដែរគ្រាន់តែពួកគាត់គឺជាមនុស្សម្នាក់ដែលមានភាពក្លាហានសាកល្បងធ្វើនៅអ្វីដែលពួកគាត់មិនចេះធ្វើហើយមិនត្រឹមប៉ុណ្ណឹងគឺពួកគាត់មានភាពឧស្សាហ៍ព្យាយាមអត់ធ្មត់ទ្រាំនៅភាពលំបាកភាពឈឺចាប់ជាងអ្នកដទៃដូច្នេះហើយយើងកុំសម័យក៏ដល់ថ្ងៃហើយមិនព្រមគិតនៅក្នុងការដាក់ដៃធ្វើនៅអ្វីម្យ៉ាងទាល់តែសោះទោះបីជាយើងធ្វើទៅហើយវាជួបនៅភាពបរាជ័យតែវាក៏គួរឲ្យកោតស្ញប់ស្ញែងនៅអ្វីដែលយើងបានបញ្ចេញនៅសមត្ថភាពរបស់យើងវាល្អជាងដែលយើងមិនព្រមធ្វើអ្វីទាល់តែសោះដែលគ្មានអ្វីជារឿងរ៉ាវយកមកនិយាយប្រាប់កូនរបស់យើងនៅថ្ងៃអនាគតប្រសិនបើបងប្អូនចូលចិត្តនៅ broadcast មួយនេះបងប្អូនកុំភ្លេចចុច subscribe ហើយនិង comment ចែករំលែកនៅក្រោមវីដេអូនេះប្រសិនបើវីដេអូនេះមានប្រយោជន៍បងប្អូនអាច share ចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់របស់បងប្អូន